និយាយពីចៅសៀមពូជឈាមឆ្លើងផឹកទឹកពើងទ្រូងអួតអំណាចខ្លួនជាមនុស្សចិត្តជាបិសាចលោភលន់ហួសមៀតមិនខ្លាចរអាខ្មែររស់ពឹងសក់ស្រណុកខ្លួនចៅសៀមលោកពួនលួចទឹកដីសម្លាប់ប្រជាគ្មានត្រាប្រណីចូលប្លន់យកដីគេដូនតាប្លន់ទាំងប្រាសាទគេបុរាណចិត្តសៀមសាមានគ្មានស្រណោះបើយកមិនបានកំតិចឲ្យអស់រួចសាងគេឈ្មោះថាខ្លួនត្រូវក្បត់ទាំងសេចជាតិមាតុភូមិតពីជីដូនរហូតដល់ចៅប្រាប់តដល់កូនថាខ្មែរខ្លៅកូនអើយយកទៅនោះជាគេម៉ែពូជខ្មែរចិត្តស៊ូមិនងាយពុកចាជាទំនប់ទុកជាប្រវត្តិសាស្ត្រពូជខ្មែរអ្នកសាងប្រាង្គសិលាច្បាស់សាសនាហ៊ានប៉ះច្បាស់សូនដល់បាតពូជខ្មែរចិត្តស្មោះសល្អពិតមិនមែនល្ងងល្ងិតចិត្តដេរឆានដោយពូជចៅសៀមចិត្តសាមានចាំតែទន្ទ្រានយកដីគេអក្សរខ្មែរស្អាតស្រស់សង្ហានៅតាមសិលាចាដំណដូនតាខ្មែរមានមិនមែនក្រទឹកចិត្តស្មោះសល្អប្រពៃមិនដូចចៅឯងចិត្តដេរថៃក្រគ្មានសំបីអក្សរសរសេរនិយាយពីយិនមន្តគាថាខ្មែរមានមហាសាមិនខ្វះចោះចៅសៀមឯងមានអ្វីខ្លះសូមបីមនុស្សចាស់ក៏លួចទៅអ្នកដឹងខ្ញុំដឹងមិនបាច់ប្រាប់ជនណាសម្លាប់រះស្មោះត្រង់ពួកគេខុសអ្វីបានអ្នកជួងកំភ្លើងកណុងសម្លប់ស្រែកទោះចង់មិនចង់ក៏ត្រូវស្លាប់សម្រែកឈឺចាក់លឿនពេញព្រៃជីវិតខ្ញុំអើយតើហេតុអ្វីបែរជាមកខ្សែព្រោះស្នាដៃសៀមពួកគេអង្វរក៏ពួកអ្នកយកជើងមកធាក់ទម្លាក់ជ្រោះស្លាប់កោជើងគ្នានាកាលនោះទើបជាហៅឈ្មោះថាភ្នំខ្មោច1979ដើម្បីរួចខ្លួនទើបជំនះតែអកុសលក៏ប្រទះខ្លាពាកមុខព្រះប្រលះសាច់ដោយសារជីវិតទើបគេហ៊ានលុកដៃពឹងសៀមដើម្បីរស់80000នាក់ជាលេខទោះតែតាមពិតនោះគឺជាអបាយពិភពលោកដឹងហើយនឹងឮអំពីជំងឺឈឺរ៉ាំរ៉ៃព្រោះតែចៅសៀមចិត្តអប្រិយហ៊ានលើកកឹះកៃបាញ់រះខ្មែរដំបៅមួយនេះយើងនឹងចាំចាជាបំណាំចាំមិនភ្លេចដាស់តឿនកូនខ្មែរឲ្យចេះកិច្ចផលិតផលកក្រិចរបស់សៀម